សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភានីទៀនរឿងសុបិនចម្លែកយល់សពឬសុបិនមនុស្សគ្រប់គ្នាតែងតែមានគ្រប់គ្នាគ្រាន់តែថាមនុស្សខ្លះយល់សពល្អខ្លះយល់សពអាក្រក់ប៉ុណ្ណោះថ្ងៃនេះខ្ញុំនឹងយករឿងសុបិនចម្លែករបស់បងស្រីធីតាគាត់មានអាយុប្រហែលជា30ឆ្នាំរៀងរាល់ថ្ងៃសិលគាត់តែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តមណ្ឌាខានទេគាត់ជាមនុស្សមាននិស្ស័យនឹងធម៌អរិយណាស់ហើយគាត់តែងតែសមាទានសិលមណ្ឌាខាននោះទេនៅថ្ងៃមួយបងស្រីធីតាបងស្រីគាត់យល់សពចម្លែកគាត់យល់ឃើញថាបងប្រូដាជាអ្នកជិតខាងគាត់នឹងមានគ្រោះថ្នាក់ម៉ូតូបុកនៅម៉ោង12ថ្ងៃត្រង់ស្អែកគាត់ឃើញស្ដែងណាស់ហេតុនេះហើយព្រឹកឡើងគាត់បានដើរទៅប្រាប់ប្រពន្ធបងដាថាឲ្យខាត់បងដាកុំឲ្យចេញទៅណាអីនៅម៉ោង12ថ្ងៃត្រង់ព្រោះគាត់បានយល់សពឃើញគាត់មានគ្រោះថ្នាក់នៅពេលដែលនិយាយរួចគ្រូសាបងដាមិនហ៊ានចេញទៅណាទេប៉ុន្តែចែកដនអីគ្រូនៅសាលារៀនទូរស័ព្ទប្រាប់ថាកូនស្រីគាត់វត្តថីខ្យល់កូននៅមុខកំពុងតែរៀបចំសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបងដានិងប្រពន្ធដោយភ័យពេកភ្លេចរឿងដែលបងស្រីធីតាប្រាប់ក៏រៀបចំខ្លួនទៅមន្ទីរពេទ្យក្រោយពីកូនគាត់បានធូរស្រាលហើយគាត់ក៏នាំត្រឡប់មកផ្ទះវិញមកដល់មុខផ្ទះម៉ូតូបងដាក៏បែកកង់មឹកប្រពន្ធនិងកូនគាត់នាំគ្នាចុះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតបោះពួយពេញមួយទំហឹងមកបុកបងដាបណ្ដាលឲ្យស្លាប់ទាំងអ្នកបុកស្លាប់ទាំងបងដាពេលនោះគឺម៉ោង12ត្រង់ល្មមហេតុការណ៍នោះពិតជាគួរឲ្យតក់ស្លុតជាតកមាប្រពន្ធនិងកូនបងដាយំអោបស្ដាយគាត់ដោយសារតែភ័យនឹងកូនបែរជាភ្លេចគ្រោះគ្រុនវាហាក់បីដូចជាលឿនពេកហើយ3ថ្ងៃក្រោយមកបងស្រីធីតាបានយល់សពថានឹងមានសត្វព្រៃរត់ចូលស្រុកហើយនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សវ័យចំណាស់អាយុ50ឆ្នាំប្លាយ3នាក់បងស្រីធីតាពិតជាមិនអាចបណ្ដោយឲ្យរឿងនេះកើតឡើងម្ដងទៀតទេគាត់ក៏បានទូរស័ព្ទប្រាប់ចាស់ៗដែលមានអាយុចាប់ពី50ឆ្នាំឡើងកុំឲ្យដើរចេញទៅណាចៃដន្យអីថ្ងៃនោះជាថ្ងៃឧបោសថសើទៀតសូម្បីតែបងស្រីធីតាក៏ត្រូវទៅវត្តដែរគាត់ភ័យព្រួយណាស់គាត់នៅក្នុងវត្តបានហាមឃាត់សូមមិនឲ្យអ្នកមានអាយុ50ឆ្នាំឡើងចេញពីវត្តទេរងចាំឲ្យកូនចៅមកទទួលគណៈកំពុងតែហូបបាយថ្ងៃត្រង់រួចស្រាប់តែគ្រប់គ្នាផ្អើលឈូថាមានសត្វព្រៃមួយក្បាលរត់ចូលវត្តដោយចោមរមមើលបងធីតាគិតថាប្រហែលជាឆ្លួយហើយមើលទៅគាត់ក៏ដើរសំដៅទៅកាន់ភូមិមនុស្សស្រាប់តែឃើញសត្វនោះជាជ្រូកព្រៃដែលរងរបួសទៅវិញឃើញស្ថានភាពបែបនេះបងស្រីធីតានឹកឃើញដល់រឿងយល់សពគាត់ក៏ស្រែកហៅមនុស្សចាស់ឡើងលើសាលាឆាន់ប៉ុន្តែគ្មាននរណាស្ដាប់គាត់ឡើយគាត់ក៏រត់ទៅពីទូលព្រះចៅអធិការវត្តដើម្បីសូមឲ្យជួយក្រោយស្ដាប់រឿងរ៉ាវរួចលោកចៅអធិការវត្តក៏កោះជួងហៅយាយតាឡើងលើសាលាឆាន់ជាបន្ទាន់ថាមានរឿងចង់ប្រាប់គ្រប់គ្នារស់រានឡើងតាមប៉ុន្តែលោកយាយម្នាក់វិចារាជាងគេដើមមិនតន់គេស្រាប់តែត្រូវជ្រូកព្រៃនោះរត់មកបុកខ្វេពុះខ្វេមុខបណ្ដាលឲ្យបាត់បង់ជីវិតទៅហើយវាក៏រត់ចូលព្រៃវិញបាត់គ្រប់គ្នាក៏នឹកដល់សម្ដីបងស្រីធីតាដែលបានប្រាប់ទើបនាំគ្នាសុំទោសដល់បងស្រីធីតាក្រោយហេតុការណ៍នោះបងស្រីធីតាបានទៅចូលសួរព្រះចៅអធិការវត្តឲ្យជួយមើលឲ្យហេតុអ្វីបានជាគាត់មើលរឿងទាំងអស់នេះទៅវិញព្រះចៅអធិការវត្តបានប្រមើលមើលនិងបានមានសង្កេតទីការថាពីអតីតជាតិបងស្រីគឺជាមនុស្សអភ័ព្វណាស់ប៉ុន្តែដោយសារតែបានជួយមនុស្សពិការភ្នែកម្នាក់ទើបកុសលផលបុណ្យជាតិនេះបានជួយឲ្យបងស្រីអាចមើលឃើញហេតុការណ៍មុនដើម្បីសង្គ្រោះម្ចាស់កម្មពៀនោះអ្នកដែលបានជួបគ្រោះថ្នាក់សុទ្ធតែបានជំពាក់កម្មពីជាតិមុនមកពេលវេលាដែលត្រូវសងកម្មនោះវាអាស្រ័យតែតានរណាបានសាងកម្មច្រើនឬតិប៉ុណ្ណោះដូច្នេះញោមកុំបារម្ភអីអ្វីគ្រប់យ៉ាងជាអនិច្ចំចូលរក្សាការសន្សំកុសលរបស់ញោមបន្តទៀតទៅចុះអស់ពេលជាច្រើនខែកន្លងទៅបងស្រីធីតាតែងតែធ្វើបុណ្យនៅតាមវត្តនានាមិនថាជិតឬឆ្ងាយការដឹកទានឲ្យអ្នកទាំងពួងជាពិសេសអ្នកខ្វះខាតក្មេងកំព្រារហូតដល់ថ្ងៃទី15កើតជាថ្ងៃសិល
បងស្រីធីតាបាននាំគ្រួសារបងដាទៅវត្តនិងដើម្បីបងសុគលរាប់បាត្រីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់បងដាផងដែរនៅពេលទៅដល់វត្តបានជួបជាមួយព្រះចៅអធិការវត្តបងដាភ្ញាក់ព្រាត់ឡើងហើយក៏បានប្រាប់ថារូបគាត់ធ្លាប់យល់សពឃើញព្រះចៅអធិការវត្តដែរប៉ុន្តែមិនមែនជាភេទអ្នកបួសទេគឺជាគ្រហិតដែលពីការភ្នែកមានខោអាវរហែករយៈរយៈខ្លាំងណាស់មកដល់ចំណុចនេះបងស្រីក៏សូមខមេលទោសពីព្រះចៅអធិការវត្តនិងសូមឲ្យលោកជួយបន្លឺរឿងនេះដែរដោយសារតែឱកាសមកដល់ព្រះចៅអធិការវត្តក៏ឲ្យញោមទាំងពីរអង្គុយចុះលោកក៏ធ្វើវិបស្សនាញាណឃើញកាលពីអតីតជាតិរួចរៀបរាប់ថាចូលញោមទាំងពីរស្ដាប់តាមញាណដែលអាត្មាឃើញកាលពីអតីតជាតិអាត្មាឈ្មោះសុកគឺជាក្មេងកំព្រាដែលឪពុកម្ដាយស្លាប់ចោលតាំងពីនៅតូចគឺមានលោកយាយម្នាក់យកអាត្មាទៅចិញ្ចឹមនៅវត្តដើម្បីរៀនសូត្រនឹងគេក្រោយមកពេលអាត្មាអាយុ10ឆ្នាំនៅពេលដែលអាត្មាមកពីបិណ្ឌបាតជាមួយព្រះចៅអធិការវត្តញោមប្រុសសុភ័ក្រញោមដាចិត្តនេះបានឃើញអាត្មាហើយក៏បានសើចលោកលួយដាក់អាត្មាថាជាកូនគ្មានម្ដាយឪពុករស់នៅដោយសារតែបាយអ្នកស្រុកហើយនៅថ្ងៃមួយអាត្មាបានឃើញញោមសុភ័ក្រធ្វើការបំពានលើនារីម្នាក់ហើយក៏បានសម្លាប់នាងចៅទៀតអាត្មាភ័យណាស់ក៏រត់ចេញទៅត្រូវញោមសុភ័ក្រប្រទះឃើញហើយក៏ចាប់ខ្វែភ្នែកទាំងគូហើយគំរាមថាបើអាត្មានិយាយរឿងនេះប្រាប់អ្នកដទៃគាត់នឹងសម្លាប់អាត្មាចោលក្រោយពីពិការភ្នែកហើយអាត្មាត្រូវបានញោមស្រីលក្ខិណាបងស្រីធីតាបានជួយចិញ្ចឹមថែរក្សាទំនុកបម្រុងរហូតដល់អាត្មាអាយុ20ឆ្នាំក៏ត្រូវបានមនុស្ស3នាក់ទៀតបានបោកបញ្ឆោតអាត្មាយកទៅលក់និងនាទីបញ្ចប់អាត្មាត្រូវគេសម្លាប់នៅពេលដែលអាត្មាធ្វើការឲ្យគេមិនបាននៅជុំបញ្ចប់នៃជីវិតអាត្មាបានដាក់បណ្ដាសានិងចង់គំនុំអ្នកទាំងអស់នោះគ្រប់ជាតិដោយហេតុឃើញពីអតីតជាតិនេះហើយទើបអាត្មាបួសដើម្បីបំពេញកុសលដែលអាត្មាខ្វះកាលពីជាតិមុនបំពេញកុសលជូនម្ចាស់កម្មពៀពីជាតិមុនអាត្មាបានអហោសិកម្មឲ្យអ្នករាល់គ្នាហើយសូមតញ្ញាតញោមខិតខំបំពេញកុសលឲ្យបានទៀងទាត់ចូលចាំថាយើងមិនអាចមើលឃើញជាតិមុនឬជាតិក្រោយទេសំខាន់នៅពេលបច្ចុប្បន្នក្នុងជាតិនេះគួរខិតខំសាងអំពើល្អកុសលនឹងជូនទៅដល់អ្នកទាំងអស់គ្នានៅបរលោកខាងមុខក្រោយពីបានស្ដាប់រឿងរ៉ាវទាំងឡាយបានយល់សពសេចក្តីហើយបងស្រីធីតានិងប្រពន្ធបងដាក៏ថ្វាយបង្គំលាព្រះចៅអធិការវត្តនិងព្យាយាមធ្វើបុណ្យបំពេញកុសលមិនខានឡើយធានជាទានដ៏ប្រសើរក្រៃលែងលើអស់ទានទាំងពួង